ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti នៅក្នុងคลิปវីដេអូទី5នៅក្នុងคลิปវីដេអូចំណេះដឹងទី5នេះដែរខ្ញុំសូមទៅការបង្ហាញបងប្អូននឹងពីរបៀបបើក hotspot ចាក់ឡាត់ share Wi-Fi ឲ្យទូរស័ព្ទផ្សេងប្រើតបើសិនបងប្អូនមានទូរស័ព្ទចាប់ពី2ដើម3ដើមឡើងទៅឬមើលបងប្អូនមានមិត្តភ័ក្តិបងប្អូនអីតែគាត់ដាច់ដោយអ៊ីនធឺណិតឬក៏ 4G ហ្នឹងណាបងប្អូនអាចធ្វើការបាចែករំលែកអ៊ីនធឺណិត 4G ហ្នឹងទៅឲ្យពួកគាត់លេងបានបងប្អូនគ្រាន់តែបើក hotspot ហើយពួកគាត់ចាប់ជាប្រព័ន្ធ Wi-Fi ទៅលោកពួកគាត់អាចធ្វើការប្រើប្រាស់បានបើលើអ៊ីនធឺណិតដូចជាបើក YouTube ឬមួយក៏ Facebook បានហើយឥឡូវសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃតែម្ដងបាទឥឡូវនេះខ្ញុំមានទូរស័ព្ទដៃពីរដើមហើយទូរស័ព្ទមួយនេះមានបើកអ៊ីនធឺណិតឬក៏ 4G ហ្នឹងរួចហើយខ្ញុំចង់ធ្វើការបាចែករំលែកបើឲ្យទូរស័ព្ទនេះមានអ៊ីនធឺណិតលេងដែរណាបាទអញ្ចឹងចំពោះទូរស័ព្ទដែលត្រូវបើក Wi-Fi ទទួលហ្នឹងបងប្អូនទុកឲ្យស្ងៀមសិនបងប្អូនទៅរៀបចំលើទូរស័ព្ទដៃដែលមានបើកអ៊ីនធឺណិតនេះបន្តិចណាបាទអញ្ចឹងបងប្អូនគ្រាន់តែបើចូលមកក្នុង setting ក៏បានណាបងប្អូនចូលមកក្នុង setting ឬបងប្អូនធ្វើការបើកអុសមកពីខាងលើចេះក៏បានណាបាទបែបហ្នឹងគឺដូចតែគ្នាទេឥឡូវសូមធ្វើការបើចូលក្នុង setting មុនចុះបាទជិះតុកចូលមកបន្ទាប់ពីបងប្អូនចូលមកក្នុង setting ហើយបងប្អូនកលេចមកខាងលើនេះឃើញនិមិត្តសញ្ញា Wi-Fi ហើយភាសាអង់គ្លេសគេដាក់ថាបាទ connection ជិះតុកចូលមកបាទបន្ទាប់ពីបងប្អូនចូលមកក្នុង connection ហើយបងប្អូនរកមើលពាក្យថាបាទ mobile បាទ hotspot រួចហើយចុចតុកចូលមករួចបងប្អូននៅឃើញពាក្យថាបាទ mobile hotspot អញ្ចឹងបងប្អូនចុចតុកចូលសិនមកឬបងប្អូនធ្វើការទាញកុងតាក់នឹងបើកពេលបងប្អូនធ្វើការបើកហើយបងប្អូនទៅរៀបចំបន្តិចណាអញ្ចឹងពេលខ្លះចេញពីរោងចក្រមកនេះកន្លែងពាក្យថាបាទ password នេះជួនកាលវារញ៉េរញ៉ៃបន្តិចអញ្ចឹងបងប្អូនធ្វើការរៀបចំទៅបាទដាក់ពាក្យសម្ងាត់ណាដែលបងប្អូនហ្នឹងបាទងាយស្រួលចងចាំបាទនៅខាងក្រោមនេះ password ហ្នឹងណាបាទអញ្ចឹងសម្រាប់ខ្ញុំធ្វើការផ្លាស់ប្ដូរបន្តិចខ្ញុំដាក់ជាបាទតារាចេះចុះបាទរួចហើយ1 2 3 4 5បាទពាក្យសម្ងាត់ឬក៏ password ហ្នឹងបងប្អូនដាក់ធ្វើម៉េចឲ្យបានបាទចាប់ពី8ខ្ទង់ឡើងទៅទើបបាទអាច connect បានណាបាទពេលដែលបងប្អូនដាក់7ខ្ទង់ចេះបាទបងប្អូននឹងឃើញបាទអក្សរពណ៌ក្រហមណាបាទអញ្ចឹងនេះគេឲ្យយើងធ្វើការដាក់ចាប់ពី8ខ្ទង់ឡើងទៅណាបាទអញ្ចឹងសូមធ្វើការបញ្ចូលបាទដាក់2ទៀតចុះដាក់5ដាក់4 5ហើយនៅខាងលើនេះបងប្អូនអាចធ្វើការបាទកែបានបាទកែទៅបើសិនជាបងប្អូនចង់ធ្វើការដាក់ជា model ទូរស័ព្ទក៏បានឬមើលបងប្អូនចង់ធ្វើការដាក់ឈ្មោះខ្លួនឯងក៏បានដែរណាបាទខ្ញុំសូមការដាក់Proti ចុះបាទ Proti បាទរួចហើយដាក់ Wi-Fi បាទ Proti Wi-Fi រួចហើយបងប្អូនចុចពាក្យថា Save បងប្អូនត្រូវតែចងចាំណាបាទពេលដែលបងប្អូនយកទូរស័ព្ទដៃផ្សេងមកធ្វើការបាទភ្ជាប់ជាមួយ Wi-Fi ហ្នឹងបាទឬក៏ hotspot ហ្នឹងបងប្អូនគ្រាន់តែមើលឈ្មោះខ្លួនឯងនេះបាទ Proti បាទ Wi-Fi បងប្អូននឹងឃើញកន្លែងពាក្យសម្ងាត់ហ្នឹងបងប្អូនធ្វើការចងចាំតែមកណាបាទអញ្ចឹងគឺមានអត់មានអីពិបាកទេបងប្អូនគ្រាន់តែបាទទាញទូរស័ព្ទដៃម្ដងទៀតមករួចបងប្អូនធ្វើការបើកបាទអស់ពីខាងលើចេះមកដើម្បីធ្វើការបាទបើក Wi-Fi នេះបាទចុចបើកបែបនេះមករួចបងប្អូនធ្វើការស្កប់ឲ្យជាប់មកបាទឬបងប្អូននឹងឃើញនៅខាងលើហ្នឹងគេដាក់ថាបាទProti Wi-Fi ចុចតុកចូលមកបាទឬបងប្អូនធ្វើការបំពេញបាទ password ឬក៏ពាក្យសម្ងាត់ហ្នឹងមកណាបាទសម្រាប់ខ្ញុំការបំពេញមកខ្ញុំចងចាំហើយតារាបាទ1 2 3 4 5បាទរួចហើយបងប្អូនចុចគ្រីសនៅខាងលើហ្នឹងមកបាទហើយនេះបងប្អូនគឺបានភ្ជាប់ហើយឥឡូវយើងមើលប្រុចបាទឥឡូវធ្វើការធ្វើតេស្តបើកបាទ YouTube មើលតើដើរអត់បាទនេះបងប្អូនដើរហើយចាក់ភ្លេងគឺបានធម្មតាបាទហើយចំពោះបងប្អូនដែលថាងចូលចឹងរៀងយូរបងប្អូនអាចធ្វើការបាក់កែបានបងប្អូនណាបងប្អូនគ្រាន់តែធ្វើការអស់ទៅខាងលើចេះមកបាទដូចហើយអស់2ដងបើសិនបងប្អូនអស់2ដងនៅតែអត់ឃើញបងប្អូនធ្វើការអស់ឆ្វេងស្ដាំចេះមកបាទហើយនៅតែអត់ឃើញទៀតបងប្អូនរកមើលនិមិត្តសញ្ញាខ្មៅដៃនេះបាទចុចតុកចូលមកជួនកាលកម្មវិធីនឹងលាក់ហ្នឹងបងប្អូនបាទរួចហើយបងប្អូនចុចពាក្យថា full ហ្នឹងមកឬក៏បាទថោសនេះបងប្អូនបាទ
កន្លែងនេះកំពូលហើយនេះបាទពេញបាទអញ្ចឹងបងអាចធ្វើការជ្រើសរើសបានលើទូរស័ព្ទដៃ Samsung ណាសម្រាប់បងខ្លះក៏គាត់ចង់បានដូចថាអូសតែម្ដងអញ្ចឹងបាទគឺឃើញបាទពាក្យថា mobile hotspot តែម្ដងហើយចំពោះអូស2ដងចេះនឹងឃើញបាទពេញបាទកម្មវិធីពេញបែបហ្នឹងណាបាទប៉ុន្តែវាបង្ហាញឈ្មោះទេបាទអញ្ចឹងសូមចុចកន្លែងពាក្យថាបាទ full ហ្នឹងមករួចហើយចុចពាក្យថា edit នៅខាងក្រោមនេះដើម្បីបាទទៅរកនេះរួចចាំបងប្អូននឹងឃើញនៅខាងក្រោមនេះកម្មវិធីលាក់ជាច្រើនណាបាទអញ្ចឹងបងប្អូនធ្វើការអស់រកទៅចំពោះខ្ញុំមិនឃើញនេះបាទនិមិត្តសញ្ញាបែបហ្នឹងហើយគេដាក់ថា mobile hotspot ចុចបន្តុកអធិស្ឋានបងប្អូនធ្វើការបាទចុចស្កត់ឲ្យជាប់មកបាទដូចហ្នឹងបងប្អូនរកបាទអូសទៅដាក់ឲ្យលើមកបងប្អូនតម្លាញត្រង់ណាបាទតម្លាញត្រង់បែបអ៊ីនធឺណិតហ្នឹងបាទចុចបលែងមកគេដាក់ថា mobile data ហ្នឹងបាទនៅចិត្តគ្នាបាទរួចហើយបងប្អូនមិនទាន់ចាក់ចាញ់ណាបងប្អូនចុចដាំខាងក្រោមនេះបាទរួចហ្នឹងបងប្អូនធ្វើការថយក្រោយរួចហ្នឹងបងប្អូនធ្វើការបាទទាញពីខាងលើបេះមកបាទរួចហ្នឹងបងប្អូនធ្វើការទាញម្ដងទៀតបងប្អូននឹងឃើញបាទជាប់បាទ mobile data ហើយហ្នឹង mobile hotspot នេះបាទអញ្ចឹងបងប្អូនធ្វើការស្កប់មកនឹងបង្ហាញបាទតម្រង់បាទកន្លែងឈ្មោះហើយហ្នឹងបាទ password ហើយបាទងាយស្រួលណាបាទហើយចំពោះទូរស័ព្ទដៃបាទ Oppo បងប្អូនណាបើសិនបងចង់ធ្វើការបាទចែករំលែកបាទ hotspot ហ្នឹងគឺមានឲ្យបាក់ទេបងគ្រាន់តែអូស2ដងមកបាទអូសម្ដងទៀតរួចចាំបងរកមើលនិមិត្តសញ្ញាបែបនេះហើយគេដាក់ថាបាទ hotspot បន្តខ្លួនបាទអញ្ចឹងបើសិនជាអត់ឃើញហ្នឹងបងរកមើលនិមិត្តសញ្ញាខ្មៅដៃបាទចុចបន្តចូលមកនឹងឃើញកម្មវិធីលក្ខណៈក្រោមនេះអញ្ចឹងបងធ្វើការអស់រកមកណាបាទហើយបើសិនជាឃើញហ្នឹងបងធ្វើការបាទទាញយកដាក់ខាងលើហ្នឹងមកបាទស្កត់ឲ្យជាប់បែបនេះរួចហើយដាក់ខាងលើបាទតែប៉ុណ្្នឹងទៅបាទគឺរួចរាល់ហើយប៉ុន្តែបើសិនបងចង់ចូលមកក្នុង setting បងប្អូនចូលមកក្នុង setting ឬក៏កងចាក់ហ្នឹងចុចបន្តចូលមកបាទរួចហើយបងរកមើលពាក្យថាការតបជាប់និងបាទការចែករំលែកចុចបន្តចូលមកបាទរួចហើយបងនឹងឃើញពាក្យថាhotspot តខ្លួនចុចបន្តចូលមកបាទនេះបងប្អូនណានេះ admin T 568 password បាទឬក៏ពាក្យសម្ងាត់ហ្នឹងតារា112233បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុនគ្លីបបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលឺលួខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ